ជាបនជាកុសលមួយកាយវតាសូត្ររបស់ញោមណាថ្មក៏សូត្រកាយវតាមកពណ៌ជាងណាញោមជឿសួរព្រះអង្គបួងថ្មមកពណ៌អ្នកជាងចិត្ត2000ហ្នឹងញោមតែគាត់តែទេសនាគ្រប់នៃកាយវតាអត់ដែលយកបច្ច័យទេញោមហើយទេសនាគ្រប់បងខ្មោចមិនដែលយកទេហើយបងបច្ច័យ4កាត់ទៅយូបច្ច័យ5ណាដែរអាត្មាទេតែយកលុយទាំងអស់ហ្នឹងញោមគឺបូជាធម្មទាន7ត្រឡប់ទៅវិញទាំងអស់គឺចាំបានតែមួយចាំបានបុណ្យហើយចែកអំពើល្អចែកនៅទស្សនៈព្រះពុទ្ធសាសនាទស្សនៈទាននៃពុទ្ធសាសនានៃពាក្យពេចន៍របស់ព្រះពុទ្ធឲ្យដល់មនុស្សនឹងមាននៅសតិបញ្ញាស្មារតីរស់នៅប្រកបដោយសមាធិយល់ឃើញត្រូវយល់ឃើញល្អអ្វីដែលអាត្មាចង់បានគឺញោមមាននៅសិលសមាធិបញ្ញាអ្វីដែលអាត្មាចង់បានគឺចង់ឲ្យញោមចេះស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់ទឹកដីរបស់យើងអ្វីដែលអាត្មាចង់បានចង់ឲ្យញោមស្រឡាញ់ខ្មែរនិងខ្មែរចង់ឲ្យញោមរួបរួមចេះស្រឡាញ់គ្នាពួតដៃគ្នាសាមគ្គីគ្នាកសាងជាតិមាតុភូមិនិងសាសនាដល់ឧត្តមនៃយើងហើយឲ្យយើងធ្វើអ្វីគិតពីឧត្តមប្រយោជន៍របស់ជាតិរបស់សាសនារបស់យើងថាប៉ុណ្ណឹងទេហ្នឹងគឺជាអ្វីដែលអាត្មាចង់បានណាញោមណាចង់ឲ្យញោមនឹងសូមខ្មែរប្រុសស្រីរួបរวมគ្នាឆន្ទៈការពារជាតិទឹកដីខ្មែរស្រឡាញ់ខ្មែរទាំងប្រុសស្រីកសាងទឹកដីឲ្យគង់ពុះសូមខ្មែរពុះរាល់ឧបសគ្គខ្មែរគ្រប់ជាន់ថ្នាក់ស្រឡាញ់គ្នាគេខ្មែរដីខ្មែរត្រូវការពីបំរើរួមគ្នាជាតិនិយមណាញោមនិយមជាតិនិយមនឹងមានន័យថាមិនញោមនៅចិត្តវត្តសម្ដេចព្រះសង្ឃញោមអ្នកចេះណាវត្តសម្ដេចព្រះសង្ឃគេគឺនៅពុទ្ធទី2ហ្នឹងញោមអញ្ចឹងគឺជាតិនិយមមានន័យថាស្មើនឹងពាក្យថាអាត្មានិយមគិតតែប្រយោជន៍ខ្លួនឯងញោមដល់ពេលជាតិនិយមមានន័យថាម៉េចញោមគិតពីប្រយោជន៍ជាតិគិតពីប្រយោជន៍របស់សង្គមគិតពីប្រយោជន៍រួមរបស់ទឹកដីនគររបស់យើងអញ្ចឹងឲ្យញោមមាននៅស្មារតីជាតិនិយមគឺខ្មែរនិងខ្មែរស្រឡាញ់ខ្មែរការពារខ្មែរជួយខ្មែរសន្តោសខ្មែររក្សាការពារអធិបតេយ្យភាពជាតិដោយខ្មែររួបរวมសាមគ្គីសាសនានិងឯកភាពការពារជាតិយើងអនុមោទនីអញ្ចឹងជាយកតោទីចប់ហ្នឹង